ត្រូវតែស្ថិតជនជាទីគោរពព័ត៌មានជាបន្តពីខេត្តស្វាយរៀងពាក់ព័ន្ធទៅនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី37ក្រមអធិបតីភាពលោកជំទាវហៅច័ន្ទសេរីទី2ចៅភិរុនអនុប្រធានគណៈកម្មការសាខាតំណាងឯកឧត្តមពេងពោធិ៍សាប្រធានគណៈកម្មការសាខានិងឯកឧត្តមលោកជំទាវគណៈកម្មការសាខានៅក្នុងកម្មវិធីដើម្បីក្នុងគោលបំណងដើម្បីរកនៅប្រភពធនធានសម្រាប់ទ្រង់នៅសកម្មភាពមនុស្សធម៌ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដើម្បីផ្សងសំណាងត្រូវរង្វាន់តាមរយៈការជាវសន្តិឆ្នោតចំពោះថវិកាដែលទទួលបានពីការចំណេញនៅក្នុងសេវានេះសាខានឹងផ្ដល់ទៅអនុសាខាទាំង8ចាដើម្បីប្រើប្រាស់នៅក្នុងការឆ្លើយតបដល់ជនរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួនមុននឹងចេញលទ្ធផលលោកជំទាវហៅច័ន្ទសេរីទី2ចៅភិរុនបានមានប្រសាសន៍ថាអររយៈពេល20ឆ្នាំកន្លងទៅចាប់ពីឆ្នាំ2007ដល់ឆ្នាំ2026ជារៀងរាល់ឆ្នាំសាខាបានធ្វើពិធីចេញឆ្នោតវត្ថុអនុស្សាវរីយ៍មានចំនួន2លើកក្នុងមួយឆ្នាំក្នុងពេលបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌជាឱកាសឲ្យមន្ត្រីរាជការបុគ្គលិកនិងប្រជាពលរដ្ឋបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌តាមរយៈការទិញសញ្ញាឆ្នោតនិងផ្សងសំណាងត្រូវរង្វាន់អនុស្សាវរីយ៍ដែលហេតុនេះសាខាបានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗស្របតាមយុទ្ធសាស្ត្រនៃវិស័យអត្ថភាពដោយយោងទៅលើការងារស្វែងរកមូលនិធិតាមរយៈការចេញឆ្នោតវត្ថុអនុស្សាវរីយ៍ថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសឯកឧត្តមប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានជំរុញលើកទឹកចិត្តឲ្យបន្តយកចិត្តទុកដាក់នៅក្នុងការច្នៃប្រឌិតនិងវិធីសាស្ត្រក្នុងការអនុវត្តដូចជាការចេញឆ្នោតវត្ថុអនុស្សាវរីយ៍នៅក្នុងឱកាសនេះស្របតាមចលនាកាកបាទក្រហមនិងអន្តរជាតិក្រហមនៅលើពិភពលោកនៃការគៀងគររកធនធានក្នុងនៃមនុស្សធម៌ដើម្បីផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋជនរងគ្រោះនិងងាយរងគ្រោះលោកជំទាវបានបញ្ជាក់ផងដែរថាកន្លងមកមានមតិមួយចំនួនតូចលើកឡើងថាការចេញឆ្នោតគឺជាការរៀបចំឲ្យតម្រូវឲ្យត្រូវជាមុនតែនេះគឺមិនពិតទាល់តែសោះសូមឲ្យបងប្អូនគ្រប់គ្នានៅទីនេះមេត្តាពិនិត្យតាមដានសកម្មភាពជាក់ស្ដែងនៅក្នុងដំណើរការចេញលទ្ធផលឆ្នោតគឺគ្មានបុគ្គលណាបន្លំឬរៀបចំទុកមុននោះឡើយព្រោះបានបង្ហាញឲ្យឃើញទាំងអស់គ្នានៅឧបករណ៍ថាបង្វិលលេខនិងមានគណៈកម្មការត្រួតពិនិត្យនិងបង្ហាញចេញជាលទ្ធផលដើម្បីផ្ទៀងផ្ទាត់កត់ត្រាលេខតាមលទ្ធផលជាក់ស្ដែងមើលឃើញទាំងអស់គ្នាជាលទ្ធផលរង្វាន់ធំរថយន្ត Toyota Prius ស៊េរី2007មួយគ្រឿងបានទៅលើលោកអ៊ុនអៀនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្កូវឃុំពងទឹកស្រុករំដួលចាម៉ូតូ Honda Wave 110ស៊េរី2025ចំនួន4គ្រឿងបានទៅលើមន្ត្រីនគរបាល1គ្រឿងប្រជាពលរដ្ឋនៅស្រុកស្វាយជ្រុំ1គ្រឿងប្រជាពលរដ្ឋនៅក្នុងក្រុងបាវិត1គ្រឿងប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់រោ1គ្រឿងនិងរង្វាន់មួយចំនួនទៀតត្រូវបានមកបើកជាបន្តបន្ទាប់នៅសាខាខ្ញុំបានសូមបន្តទៅកាន់ព័ត៌មានជាបន្តទៀតពីខេត្តព្រះវិហារទាក់ទងទៅនឹងរដ្ឋបាលខេត្តព្រះវិហារបានរៀបចំនៅពិធីផ្សព្វផ្សាយនៅផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោះសម្អាតឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នៅក្នុងព្រះរាជាណាចក្រកម្ពុជារដ្ឋបាលខេត្តព្រះវិហារបានរៀបចំនៅពិធីផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធសាស្ត្រយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពឯកឧត្តមអ៊ុំម៉ារ៉ារដ្ឋលេខាធិការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី22ខែមេសាឆ្នាំ2026នៅសាលប្រជុំសាលាខេត្តព្រះវិហារលើកឡើងនៅក្នុងឱកាសនោះឯកឧត្តមគឹមរិទ្ធីបានឲ្យដឹងថាដែលមានការតម្រង់ទិសចង្អុលបង្ហាញពីឯកឧត្តមប្រធានការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសមត្ថភាពនិងការទប់ស្កាត់បោះសម្អាតបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បានលទ្ធផលនិងចំណេញខ្លាំងជាច្រើនគួរឲ្យកត់សម្គាល់ឯកឧត្តមបានបន្តទៀតថានៅក្នុងភូមិសាស្ត្រខេត្តគឺមានអគារកាស៊ីណូនៅជាប់ព្រំដែនចំនួន2ទីតាំងដែលមិនមានដំណើរការសកម្មភាពរួមមានទីតាំងទី1របស់ក្រុមហ៊ុនទ្រីភិបដែលមិនទាន់បានដំណើរការមានទីតាំងស្ថិតនៅតំបន់ចរន្តទ្វារអន្តរជាតិអានសេះភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សាន
បច្ចុប្បន្នទីតាំងនេះគឺត្រូវបានកងទ័ពថៃហ៊ុំព័ទ្ធយកដោយខុសច្បាប់ទីតាំងទី2របស់ក្រុមហ៊ុនស៊ីយឿនសុវណ្ណដែលមានទីតាំងជាប់ទៅនឹងព្រំដែននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅក្នុងភូមិកំពង់សាមីឃុំកំពង់ស្រឡៅ2ស្រុកឆែបដែលបានបិទមិនដំណើរការជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារឆ្នាំ2025និងត្រីមាសទី1ឆ្នាំ2026នេះសម្រាប់បានលទ្ធផលសំខាន់ដូចជាកាលពីថ្ងៃទី19ខែកក្កដាឆ្នាំ2025គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារបានប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន1លើកនៅចំណុចក្រុមហ៊ុនស៊ីយឿនសុវណ្ណស្ថិតនៅក្នុងភូមិកំពង់សាមីឃុំកំពង់ស្រឡៅ2ស្រុកឆែបខេត្តព្រះវិហារសម្រាប់បានលទ្ធផលល្អប្រសើរនៅក្នុងនោះគឺបានកាត់ផ្តាច់ខ្សែអ៊ីនធឺណិតនិងខ្សែភ្លើងទាំងស្រុងបុគ្គលិកបម្រើការនៅក្នុងទីតាំងកាស៊ីណូចាក់ចេញអស់ពុំបន្សល់ទុកនៅវត្ថុតាងកុំព្យូទ័រឬទូរស័ព្ទនោះទេបានបិទសៀលគ្រប់អាគារទាំងអស់និងបិទប្រតិបត្តិការ100% រួមមានអាគារប្រតិបត្តិការ5អាគារស្មើនឹង115បន្ទប់អាគារស្នាក់នៅ2អាគារស្មើនឹង156បន្ទប់បន្ទប់ស្នាក់នៅកុងតឺន័រ40បន្ទប់អាហារដ្ឋាន3អាគារតូចនិងហាងលក់ទំនិញមួយកន្លែងហើយក្រុមបានបញ្ជាក់ថាបន្ទាប់ពីបានបង្ក្រាបទីតាំងសង្ស័យខាងលើនេះនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារពុំមានទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមអ៊ុំម៉ារ៉ាបានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវបន្តជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាការណែនាំអំពីល្បិចកលនិងវិធីការពារខ្លួនដល់សាធារណជនប្រជាពលរដ្ឋជាពិសេសគឺយុវជនឲ្យបានទូលំទូលាយកម្លាំងនគរបាលជំនាញនិងអាជ្ញាធរមានសមត្ថកិច្ចត្រូវសហការគ្នាឲ្យបានល្អនៅក្នុងការបែងចែកការទទួលខុសត្រូវដើម្បីគ្រប់គ្រងកំណត់និងត្រួតពិនិត្យទីតាំងសង្ស័យតាមសន្តាគារផ្ទះសំណាក់ឬទីតាំងផ្សេងៗទៀតនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនប្រទេសកជនយុតិគោរពនៅពេលនេះគឺយើងដល់ពេលវេលាដែលត្រូវគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមចូលរួមគោរពទាំងអស់គ្នា